សម្ភារដែរបេក្ខជនភាគច្រើនពិបាកនឹងឆ្លើយក្នុងការសម្ភារមួយប្រកបជាមានសំណួរខ្លះដែរសួរទៅគឺធ្វើឲ្យបេក្ខជនពិបាកនឹងឆ្លើយខ្លាំងមែនទែនប៉ុន្តែបើសិនបេក្ខជនត្រៀមខ្លួនបានល្អវាគឺខ្លាចជាឱកាសដែរអ្នកទាំងអស់គ្នាបង្ហាញនៅសមត្ថភាពរបស់ខ្លួននេះអញ្ចឹងឲ្យរងចាំយូរតោះយើងទៅដឹងពីរបៀបនៃការឆ្លើយសំណួរទាំងនោះទាំងអស់គ្នាសម្រាប់សំណួរទី1គឺសូមណែនាំខ្លួនអ្នកបន្តិចសំណួរនេះគឺ HR ចង់ឲ្យអ្នករៀបរាប់អំពីជីវិតរបស់អ្នកទាំងអស់នេះប៉ុន្តែគឺគេក៏ដឹងថាតើអ្នកជានរណាមានបទពិសោធន៍អ្វីខ្លះហើយនឹងមានជំនាញពាក់ព័ន្ធអ្វីខ្លះហើយហេតុអ្វីអ្នកសមទៅនឹងទូនាទីមួយហ្នឹងអញ្ចឹងសម្រាប់សំណួរនេះដែរគឺយើងត្រូវព្យាយាមឆ្លើយឲ្យខ្លីច្បាស់ហើយនឹងត្រូវចំណុចហើយសំណួរទី2នោះគឺតែអ្វីទៅជាចំណុចខ្សោយរបស់អ្នកអញ្ចឹងសម្រាប់សំណួរនេះគឺបេក្ខជនភាគច្រើនពួកគាត់ប្រកាសជាឆ្លើយថាខ្ញុំគឺអត់មានចំណុចខ្សោយទេប៉ុន្តែគ្រប់គ្នាគឺសុទ្ធតែមានចំណុចដែលត្រូវអភិវឌ្ឍតខ្លួនអញ្ចឹងសម្រាប់ការឆ្លើយទៅនឹងសំណួរនេះអ្នកអាចលើកយកចំណុចខ្សោយដ៏ពិតប្រាកដរបស់អ្នកមួយទៅនិយាយប៉ុន្តែត្រូវបន្តពន្យល់ថាអ្នកគឺកំពុងតែកែលម្អទៅលើចំណុចខ្សោយទាំងនោះហើយវាគឺបានអភិវឌ្ឍទៅមុខបានយ៉ាងល្អអញ្ចឹងសម្រាប់ការឆ្លើយបែបនេះគឺគេអាចដឹងថាអ្នកគឺស្គាល់ខ្លួនឯងច្បាស់ហើយនឹងអ្នកមានចិត្តចង់អភិវឌ្ឍទៅមុខឲ្យកាន់តែប្រសើរហើយសម្រាប់សំណួរទី3នោះគឺហេតុអ្វីបានជាក្រុមហ៊ុនត្រូវជ្រើសរើសយកអ្នកអញ្ចឹងសំណួរទី3នេះក៏គឺត្រូវបាន HR សួរច្រើនដែរប៉ុន្តែភាគច្រើនគឺពួកគាត់ឆ្លើយថាខ្ញុំគឺជាមនុស្សដែលឧស្សាហ៍ព្យាយាមធ្វើការបានលឿនរហ័សនិងស្មោះត្រង់ចម្លើយនេះគឺស្ដាប់ទៅល្អដែរហើយក៏ជាចម្លើយទូទៅដែលបេក្ខជនភាគច្រើននឹងឆ្លើយដែរប៉ុន្តែអ្នកអាចមានវិធីសាស្ត្រផ្សេងទៀតដែលប្រសើរជាងនេះគឺអ្នកអាចពន្យល់គេបានថាអ្នកមានចំណេញអ្វីខ្លះអ្នកមានបទពិសោធន៍អ្វីខ្លះហើយនឹងមានសមិទ្ធផលអ្វីខ្លះហើយថាតើសមិទ្ធផលរបស់អ្នកទាំងអស់នោះគឺអាចជួយអ្វីខ្លះបានទៅដល់ក្រុមហ៊ុនហើយនឹងក្រុមការងារផងដែរអញ្ចឹងនៅពេលដែលអ្នកឆ្លើយបែបហ្នឹងទៅគឺគេមើលឃើញពីតម្លៃរបស់យើងបើមិនជាគេជួលយើងទៅគឺគេនឹងទទួលបានអត្ថប្រយោជន៍ដូចគ្នាអញ្ចឹងសំណួរទាំង3នេះគឺជាសំណួរដែលត្រូវបានសួរជាភាគច្រើននៅក្នុងការសម្ភាសន៍ហើយក៏បេក្ខជនភាគច្រើនក៏ប្រកួតឆ្លើយអត់សូវបានល្អឬមកក៏គឺពិបាកនឹងឆ្លើយផងដែរអញ្ចឹង flow page របស់ពួកយើងដើម្បីទទួលបានទីថ្មីៗនៅឱកាសការងារជាច្រើនផងដែរ